បងប្អូនថ្មីឬក៏បងប្អូនដែលគាត់អត់ដឹងថាតើអាសេវាកម្ចីធនាគារអាចយកធ្វើអីជួយអីគ្រប់គ្រងអីក្នុងអាជីវកម្មគាត់កម្ចីហ្នឹងគឺយកទៅដើម្បីបើកថ្មីគាត់អត់ទាន់មានអាជីវកម្មគាត់ត្រូវការបើកថ្មីបាទទី2កម្ចីសម្រាប់យកទៅពង្រីកគាត់មានហើយគាត់ចាប់ផ្ដើមប្រហែលឆ្នាំហើយប៉ុន្តែមកដល់ឥឡូវនេះគាត់មើលឃើញឱកាសហើយទី3ខ្ញុំគិតថាជួនកាលគាត់ត្រូវការពង្រឹងដែរគាត់មានហើយគាត់អត់ត្រូវការពង្រីកប៉ុន្តែគាត់ត្រូវការពង្រឹងពីមុនមកឲ្យរ៉ាញ់វត្ថុបវលប្រចាំថ្ងៃឬក៏រ៉ាញ់វត្ថុបំរុងសម្រាប់ទប់អាជីវកម្មហ្នឹងវាអត់សូវរឹងមាំទេលុយដែលគាត់មានខ្លួនឯងហ្នឹងគាត់ណាមករស់ក្នុងការបវលឬក៏អ្នកខ្លះទៀតបវលមិនគ្រប់ទៀតជួនកាលឆក់នេះឆក់នោះអីវាអត់តន់រឹងមាំអញ្ចឹងគាត់អាចយកអាហ្នឹងមកពង្រឹងបាទជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កិច្ចពិភាក្សាថ្មីរបស់យើងថ្ងៃនេះឥឡូវនេះខ្ញុំកំពុងតែនៅក្នុងធនាគារ Chip Mong ហើយជួបជាមួយនឹងអ្នកជំនាញរបស់យើងថ្ងៃនេះយើងមានប្រធានបទមួយដែលនិយាយពីតាក់ទងជាមួយនឹងកម្ចីហើយនិងអាជីវកម្មជើងទៅជួបមួយគាត់ទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរសូមណែនាំឈ្មោះតិចមកបងបាទសួស្តីខ្ញុំឈ្មោះសុភ័ក្រហើយបច្ចុប្បន្ននេះខ្ញុំជាបុគ្គលិករបស់ធនាគារ Chip Mong Bankហើយខ្ញុំនៅផ្នែកគ្រប់គ្រងហានិភ័យឥណទានអូខេនៅពេលដែលយើងនិយាយពាក្យថាហានិភ័យឥណទានហើយយើងបងប្អូនយើងឆ្ងល់ណាបាទទូនីតិហ្នឹងគេធ្វើអីខ្លះបងនិយាយឲ្យខ្លីទៅដើម្បីបងប្អូនយើងងាយយល់ខ្ញុំគិតថាយើងអាចបញ្យល់បានថាហានិភ័យឥណទានជាផ្នែកមួយឬក៏ជាទូនីតិមួយដែលយើងត្រូវធានាចំពោះធនាគារ Chip Mong ថាឥណទានឬក៏កម្ចីដែលយើងបានផ្ដល់អតិថិជននៅលើទីផ្សារត្រូវតែជាឥណទានមួយដែលមានគុណភាពល្អឥណទានដែលមានបញ្ហាហ្នឹងគឺក្នុងកម្រិតទាបបំផុតដែលយើងអាចទទួលយកបានយើងអាចនិយាយបានថាពួកខ្ញុំធ្វើការនៅក្នុងចង្វាក់នៃការផ្ដល់ឥណទានចាប់ពីយើងទទួលយកភ្ញៀវដំបូងយើងសិក្សាយើងអនុម័តជូនគាត់យើងទម្លាក់ឥណទានជូនគាត់រហូតដល់ប្រមូលឥណទានត្រឡប់មកវិញត្រូវធានាថាឥណទានដែលអត់ល្អដែលខូចត្រូវតែក្នុងកម្រិតមួយទៀតដែលធនាគារអាចទទួលយកបានអូខេអញ្ចឹងមានទូនាទីបងគឺធានាគុណភាពនៃកម្ចីហ្នឹងហ្មងបាទត្រូវធ្វើម៉េចឲ្យកម្ចីហ្នឹងខ្ចីទៅចំគោលដៅខ្ចីទៅគឺយកទៅប្រើការបានផលច្បាស់ហើយបងនិយាយថាដើម្បីដល់គោលដៅហ្នឹងឥណទាននេះវាខូចទាបវាត្រូវការមានធាតុមួយចំនួនធំដូចជាបងលើកមិញដែរដូចយើងថាត្រូវតែប្រើចំគោលដៅយកទៅឲ្យវារីកចម្រើនអតិថិជនយកទៅរីកចម្រើនអាហ្នឹងគាត់បងបានយើងក៏អត់បញ្ហាដែរអូខេខ្ញុំឃើញបងប្អូនយើងអ្នករស៊ីភាគច្រើនគឺផ្ដោតទៅលើកម្ចីឲ្យទៅរឿងខ្ចីគឺគាត់នឹកឃើញរឿង Chip Mong Chip Mong Bank មុនគេអញ្ចឹងបងអាចបង្ហើបតិចមើលថាហេតុអីបានជាម្ចាស់អាជីវកម្មហ្នឹងចូលចិត្តខ្ចីលុយឬក៏កម្ចីពីធនាគារ Chip Mong វាមានលក្ខណៈខុសប្លែកគ្នាពីកម្ចីនៅខាងក្រៅទូទៅបែបម៉េចបងកន្លែងនេះអាចនិយាយបានថាកម្ចីមួយម៉ាត់ខ្ញុំគិតថាវាអត់ខុសពីកម្ចីរបស់ធនាគារពាណិជ្ជឬក៏គឺស្ថានមីក្រូហិរញ្ញវត្ថុផ្សេងនៅស្រុកខ្មែរយើងទេខ្ញុំគិតថាវាដូចគ្នាប៉ុន្តែគ្រាន់តែថានៅ Chip Mong របស់យើងខ្ញុំគិតថាយើងមានគោលដៅហើយយើងមាននីតិវិធីក្នុងការផ្ដល់ឥណទានហ្នឹងដាច់ដោយឡែកពីធនាគារផ្សេងបាទខ្ញុំអាចនិយាយបានថានៅនេះបើយើងនិយាយជាគោលយើងមាន5មុខហ្នឹងយើងគិតថាជាអត្តសញ្ញាណរបស់យើងថាហេតុអីបានយើងដាច់ដោយឡែកពីធនាគារផ្សេងដែលផ្ដល់កម្ចីនៅលើទីផ្សារបាទទី1បើយើងនិយាយទៅនៅនេះខ្ញុំគិតថាបងប្អូនដឹងហើយ Chip Mong គឺឈ្មោះដូចទៅនឹង Chip Mong Group នៅស្រុកខ្មែរយើងចឹង Chip Mong Group យើងនៅនេះយើងយូរឆ្នាំមកយើងមានតាំងពី1982ហើយប្រហែលឆ្នាំចុងក្រោយ6ឆ្នាំចុងក្រោយនេះយើងមាន bank អញ្ចឹង bank គឺឈ្មោះដូចគ្នាវាបិទ Chip Mong Group ដែរអញ្ចឹងបងប្អូនគាត់ស្គាល់ថា Chip Mong Group គឺមានម្ចាស់ទុនគាត់ជាជនជាតិខ្មែរ 100% ហើយគាត់ជាអ្នកដែលរស់ស៊ីនៅស្រុកខ្មែរតាំងពីឆ្នាំ1982មកគាត់មានបទពិសោធន៍រស់ស៊ីតាំងពីអាជីវកម្មខ្នាតតូចរហូតដល់អាជីវកម្មខ្នាតមធ្យមហើយមកដល់បច្ចុប្បន្ននេះខ្ញុំគិតថាយើងទទួលស្គាល់ថា Chip Mong Group គឺអាជីវកម្មខ្នាតធំនៅស្រុកខ្មែរមួយដែរហើយអញ្ចឹងគាត់មានបទពិសោធន៍ជ្រៅជ្រះនៅលើទីផ្សារគាត់យល់ពីទីផ្សារជាពិសេសគាត់យល់ពីអាភាពជោគជ័យរបស់អាជីវករដែលរស់ស៊ីនៅស្រុកខ្មែរអញ្ចឹងពេលដែលគាត់ឈានជើងមកមានសេវាកម្មធនាគារផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុផ្នែកហិរញ្ញវត្ថុដល់អតិថិជនដែលជាអាជីវករនៅស្រុកខ្មែរខ្ញុំគិតថាយើងច្បាស់ហើយយើងគិតថាគាត់យល់ពីបញ្ហារបស់អាជីវករធ្វើម៉េចបានជោគជ័យអាជីវករធ្វើម៉េចបានរីកចម្រើនអញ្ចឹងនិយាយខ្លីចំណុចទី1គឺ
គាត់ស្គាល់ពីផលលំបាកហើយនឹងផ្លូវជោគជ័យរបស់អាជីវករអញ្ចឹងពេលដែលគាត់ផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុឲ្យអាជីវករវាគួរតែគាត់បានគិតថាអាជីវករយកទៅគឺជាចលករមួយដែលជួយឲ្យអាជីវកម្មរបស់គាត់ជោគជ័យអាហ្នឹងជាចំណុចទី1ហើយចំណុចទី2ខ្ញុំអាចនិយាយបានថានៅនេះយើងឃើញភាគច្រើនសេវាកម្មធនាគាររបស់យើងបុគ្គលិកយើងទៅជួបអតិថិជននៅតាមទីផ្សារឬក៏នៅតាមការិយាល័យរបស់សេវាយើងគឺភាគច្រើនក្មេងៗអញ្ចឹងក្មេងៗអ្នកខ្លះឆ្នាំទី3អ្នកខ្លះរៀនឆ្នាំទី4ទៅចប់ថ្មីបាទអញ្ចឹងនៅនេះមួយឆ្នាំយើងជួយប្រជាជនយើងក្មេងៗហ្នឹងរហូតដល់1000នាក់ជាគោលដៅរបស់ Chipmong Group ដែលកន្លងមក shareholder យើងក៏ធ្លាប់បានលើកយើងជួយ1000នាក់ក្នុងមួយឆ្នាំយ៉ាងតិចនៅ Chipmong Group ហើយក្នុង1000នាក់ហ្នឹងមិនតិចជាង100នាក់ទេដែលចូលមកធ្វើការនៅ Chipmong Bank ដែរអូខេបងអញ្ចឹងមានន័យថាយើងផ្ដល់ឱកាសពួកគាត់ច្រើនយើងជួយយុវជនច្រើនអាហ្នឹងជាចំណុចទី2ចំណុចទី3ខ្ញុំគិតថាយើងមានរបៀបបណ្ដុះបណ្ដាលយើងមាននីតិវិធីក្នុងការធ្វើការមួយជាមួយយុវជនថ្មីហ្នឹងគឺយុវជនរបស់យើងនៅនេះគឺជាយុវជនដែលគិតពីប្រយោជន៍របស់អតិថិជនធំជាងប្រយោជន៍របស់ខ្លួនឯងរបស់ខ្ញុំគាត់ថារបស់ធនាគារដែរអាហ្នឹងធំជាងមិនខ្ញុំឧទាហរណ៍ថានៅលើទីផ្សារពីដើមមកជួនកាលយើងធ្លាប់ឮមន្ត្រីអន្តទានហ្នឹងគាត់ផ្ដល់សេវាឲ្យអតិថិជនជួនកាលគាត់សុំលុយក្រៅសុបសៀវលុយក្រុមតុកអីបាទហ្នឹងគាត់គិតខ្លួនឯងមុនបាទហើយជួនកាលមួយទៀតគាត់មានគោលដៅមួយខែត្រូវបញ្ចេញកម្ចីឲ្យបានឧទាហរណ៍$10,000អញ្ចឹងទោះបីភ្ញៀវល្អក្តីមិនល្អក្តីជួនកាលបញ្ចុះបញ្ចូលខុសផ្លូវឲ្យភ្ញៀវព្រមប្រើអន្តទានរបស់គាត់ដើម្បីគាត់គ្រប់ target ខ្លីគ្រប់គោលដៅគាត់បាទចាហ្នឹងគាត់គិតប្រយោជន៍គាត់ច្រើនណាប៉ុន្តែនៅនេះអត់ទេនៅនេះយើងព្យាយាមរើសមនុស្សមកឲ្យបណ្ដុះមនុស្សធ្វើម៉េចឲ្យគាត់គិតពីប្រយោជន៍របស់អតិថិជនជាដៃគូរបស់ធនាគារយើងច្រើនជាងខ្លួនឯងមានន័យថាបើសិនជាអតិថិជនយកទៅហើយអត់រីចម្រើនអាហ្នឹងវាឆ្លោះប្រចាំងថាទស្សនវិស័យរបស់យើងអ្វីដែលយើងធ្វើហ្នឹងវាអត់ត្រូវដល់កម្ចីដល់គាត់ឲ្យគាត់យកទៅរីចម្រើនហើយអត់មានគិតរឿងប្រយោជន៍ខ្លួនឯងទីច្រឡំទៅលុយក្រុមតុកអីគឺអត់បានអាហ្នឹងរឿងទី3ហើយខ្ញុំគិតថារឿងទី4យើងមានគោលដៅមួយដែរគឺយើងអត់បដ ாய் ឲ្យអតិថិជនរបស់យើងធ្លាក់ដល់យើងហៅបំណុលវ៉ាន់កព្រោះនៅទីផ្សាររបស់យើងបច្ចុប្បន្នខ្ញុំគិតថាយើងជួបច្រើនជាពិសេសប្រហែលឆ្នាំចុងក្រោយដែលសេដ្ឋកិច្ចវាអត់សូវល្អប្រជាជនយើងរលួយអត់បានដូចពីដើមមកក៏រលួយបានច្រើនគាត់ពាក់ព័ន្ធមួយអចលនៈទ្រព្យច្រើនប្រមូលលុយស្រួលប៉ុន្តែដល់ប្រហែលឆ្នាំចុងក្រោយនេះវាពិបាករលួយជាងមុនអញ្ចឹងអ្នកខ្លះឈានដល់ដំណាក់កាលបំណុលវ៉ាន់កបងលែងបានបំណុលធំជាងសមត្ថភាពខ្លួនឯងប៉ុន្តែយើងនៅនេះយើងបានគិតអានឹងមុនគាត់យើងគិតថាបើសិនជាគាត់ជាដៃគូអាជីវកម្មយើងប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុដូចជាកម្ចីឬក៏ដូចជាសន្សំជាមួយយើងមើលឲ្យគាត់ហើយស្រេចចាបងថាតើគាត់យកទៅនឹងគាត់អាចជួបហានិភ័យអីខ្លះបើហានិភ័យធំពេកយើងបញ្ញាក់គាត់បងថារឿងហ្នឹងបងមិនគួរធ្វើទេបងអត់គួរធ្វើឥឡូវទេចាបងអត់ទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើវាទេបើសិនជាបងទៅឥឡូវហានិភ័យនៃការខូចខាតបងបំណុលវ៉ាន់កធ្លាក់ចូលបំណុលវាធំពេកបងកុំទៅអាហ្នឹងយើងកន្សល់យើងជំរាបប្រាប់គាត់ចឹងហើយមួយទៀតខ្ញុំអាចនិយាយបានថាធនាគារ Chipmong យើងស្គាល់ហើយចំណុចទី5គឺធនាគារក្នុងស្រុកមួយដូចខ្ញុំនិយាយពីដើមហ្នឹងភាគទុននឹកគឺក្នុងស្រុកហើយក្នុងស្រុក 100% គឺរបស់ខ្មែរហើយនៅនេះយើងជួយសង្គមបានច្រើនដោយតាមរយៈគ្នាយើងឃើញមួយរយៈចុងក្រោយនេះយើងមានចំនួនព្រំដែនមួយប្រទេសជិតខាងយើង Chipmong Group Chipmong Bank ក៏ចូលរួមច្រើននៅក្នុងបេសកកម្មនេះដែរដោយតាមរយៈក្របខ័ណ្ឌ Chipmong Group គឺយើងជួយបានច្រើនមែនទែនហើយ Chipmong Bank ក៏មានបេសកកម្មក្នុងហ្នឹងដែរគឺយើងដូចជាតាមសំណូមពរពីអាជ្ញាធរពាក់ព័ន្ធពីសមាគមពាក់ព័ន្ធធនាគារយើងអនុម័តលុបបំណុលចោលរបស់វរៈជនគាត់ពលីជីវិតហើយមិនមែនតែត្រឹមលុបប៉ុណ្ណឹងតាមសំណើសុំរបស់អាជ្ញាធរនិងសមាគមពាក់ព័ន្ធទេយើងធ្វើលើសពីហ្នឹងទៀតរហូតដល់យើងមានលុយបន្ថែមដើម្បីឧបត្ថម្ភលើសពីហ្នឹងទៀតអញ្ចឹងត្រឡប់មកវិញខ្ញុំគិតថាយើងមាន5គោលដៅដើម្បីឲ្យបងប្អូនប្រិយមិត្តងាយយល់ខ្ញុំគិតថាទី1
ធនាគារជីបម៉ុងយើងធនាគារដែលមានភាគទុននឹកជាអ្នកយល់ពីអាជីវករដៃគូច្បាស់លាស់អញ្ចឹងពេលដែលយើងឲ្យ solution យើងគិតថាគាត់ត្រូវតែយកទៅរីចម្រើនដូចយើងទី2យើងចូលរួមជួយយុវជនច្រើនមែនទែនដូចខ្ញុំជំរាបអញ្ចឹងមួយឆ្នាំអាចជួយយុវជនដល់ 1000 នាក់ក្នុងក្របខ័ណ្ឌជីបម៉ុងគ្រប់ហើយទី3យើងមានគោលដៅមួយគឺយើងអត់បណ្ដោយឲ្យអតិថិជនរបស់យើងធ្លាក់ចូលបំណុលវាន់កហើយកន្លែងណាដែលយើងមើលឃើញថាហានិភ័យហើយយើងបញ្ញាក់គាត់យើងទប់ស្កាត់គាត់យើងឲ្យយោបល់គាត់ថាគួរធ្វើអីចំណេញជាងនេះហើយទី4យើងបានអប់រំមន្ត្រីរបស់យើងយុវជនក្មេងៗរបស់យើងដែលជាអ្នកផ្ដល់សេវាផ្ទាល់ក្រមបច្ចេកទេសការងារផ្ដល់កម្ចីផ្ទាល់ធ្វើម៉េចឲ្យគិតពីប្រយោជន៍ភ្ញៀវធំជាងប្រយោជន៍ដែលខ្លួនឯងចង់បានឧទាហរណ៍ដូចយកលុយក្រុមតុកដូចគិតតែគ្រប់គោលដៅខ្លួនឯងឲ្យគិតពីភ្ញៀវហើយទី5ខ្ញុំគិតថាសំខាន់ដែរនោះគឺយើងជាធនាគារក្នុងស្រុកយើងរកស៊ីអាស្រ័យផលក្នុងស្រុកហើយយើងជួយទៅសង្គមយើងវិញខ្ញុំគិតថា5ធំនេះជាអ្វីដែលយើងគិតថាយើងមានលក្ខខណ្ឌដាច់ដោយឡែកពីអ្នកផ្ដល់កម្ចីផ្សេងៗទៀតអូខេអញ្ចឹងនេះគឺជាមូលហេតុសំខាន់ទាំង5យ៉ាងដែលបងសុភ័ក្របានលើកប្រាប់យើងទាំងអស់គ្នាហើយនៅក្នុងហ្នឹងគឺអានេះជាមូលហេតុធំមួយដែលអ្នកខ្ចីកម្ចីពីធនាគារជីបម៉ុងភាគច្រើនគឺគាត់ទទួលបាននូវភាពរីកចម្រើនច្រើនហើយយើងឃើញថានៅពេលដែលយើងនិយាយពីអាជីវកម្មច្បាស់ណាស់យើងនឹងដឹងទាំងអស់គ្នាថាក្រុមហ៊ុនជីបម៉ុងគឺឆ្អិនមែនទែនក្នុងស្ទើរគ្រប់វិស័យតែម្ដងដែលគាត់មានណាមិនថាវិស័យជាសន្តាគារជា F&B ឬក៏វិស័យផ្សេងៗគឺគាត់មានច្រើនមែនទែនអញ្ចឹងប្រហែលជាគាត់យល់ច្រើនពីអាជីវកម្មមានបងប្អូនយើងមួយចំនួនគាត់កំពុងតល់ណាមិនដឹងថាតើធនាគារអាចជួយគាត់បានអីខ្លះពេលខ្លះគាត់ដឹងទេពេលខ្លះនៅក្នុងអាជីវកម្មរបស់គាត់មួយហ្នឹងគាត់ចង់បរិយាដែរគាត់ចង់ធ្វើឲ្យវាធំដែរគាត់ចង់បើកសាខាថ្មីដែរប៉ុន្តែមិនដឹងថាតើធនាគារហ្នឹងអាចជួយគាត់បានក្នុងរូបភាពមួយណាតើកម្ចីដែលគាត់ខ្ចីហ្នឹងអាចប្រើក្នុងរូបភាពអីខ្លះទៅតាមយោបល់របស់បងបើគិតពីកម្ចីយើងនៅនេះយើងមានច្រើនសេវាយើងមានកម្ចីអាជីវកម្មខ្នាតតូចខ្នាតធំខ្នាតមធ្យមចាបងហើយក៏យើងមានកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដែរឧទាហរណ៍ដូចជាកម្ចីគេអដ្ឋានទិញផ្ទះសង់ផ្ទះដូចជាកម្ចីរថយន្តកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនជាកាតឥណទានជា debit card ឬក៏ credit card និងសេវាផ្សេងទៀតសំខាន់ដូចជាការសន្សំការវេលុយអីជាដើមប៉ុន្តែយើងបើនិយាយពីកម្ចីហើយខ្ញុំចង់ថ្ងៃនេះខ្ញុំចង់ផ្ដោតទៅលើកម្ចីសម្រាប់អាជីវកម្មបាទអញ្ចឹងកម្ចីអាជីវកម្មជាទូទៅបងប្អូនអ្នកយកទៅប្រកបរបរបងប្អូនអ្នករកស៊ីដឹងហើយថាលុយគាត់យកទៅប្រើអីខ្លះប៉ុន្តែយើងនិយាយឲ្យងាយយល់សម្រាប់បងប្អូនថ្មីឬក៏បងប្អូនដែលគាត់អត់ដឹងថាតើអាសេវាកម្ចីធនាគារនឹងអាចយកធ្វើអីជួយអីគ្រប់គ្រងអីក្នុងអាជីវកម្មគាត់ចាបងខ្ញុំគិតថានិយាយខ្លី3ធំកម្ចីហ្នឹងគឺយកទៅដើម្បីបើកថ្មីគាត់អត់ទាន់មានអាជីវកម្មគាត់ត្រូវការបើកថ្មីបាទទី2កម្ចីសម្រាប់យកទៅពង្រីកគាត់មានហើយគាត់ចាប់ផ្ដើមប្រហែលឆ្នាំហើយប៉ុន្តែមកដល់ឥឡូវនេះគាត់មើលឃើញឱកាសហ្នឹងគឺថាទីផ្សារវាមានដូចយើងឧទាហរណ៍ជាក់ស្ដែងយើងបន្ទាប់ពីមានចំនួនព្រំដែនមួយប្រទេសជិតខាងទំនិញមួយចំនួនធំជាពិសេសទំនិញប្រើប្រចាំថ្ងៃរបស់យើងត្រូវបានអត់នាំចូលទៀតអញ្ចឹងជាឱកាសមួយសម្រាប់អ្នកវិនិយោគក្នុងស្រុកជាសហគ្រិនក្នុងស្រុកខ្នាតមធ្យមក្តីខ្នាតធំខ្នាតតូចក្តីគាត់អាចផលិតទំនិញជំនួសអស់ហ្នឹងដើម្បីយើងងាកទាំងអស់គ្នាមកប្រើទំនិញជំនួសអស់ហ្នឹងបាទអញ្ចឹងគឺគាត់យកទៅធ្វើអាហ្នឹងបាទគឺគាត់ឃើញមានឱកាសហើយឱកាសមានហើយអញ្ចឹងគាត់ត្រូវការពង្រីកធំជាងមុនពង្រីកតាមរយៈគាត់ត្រូវការធ្វើផលិតកម្មហ្នឹងឲ្យធំគាត់ត្រូវការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធចែកចាយឲ្យធំយកថាត្រូវធ្វើឃ្លាំងស្តុកឲ្យធំត្រូវមានឡានដឹកចែកច្រើនជាងមុនត្រូវមានបុគ្គលិកចែកហ្នឹងឲ្យច្រើនជាងមុនទៅបានឆ្ងាយជាងមុនតាមទីផ្សារអាហ្នឹងជាឱកាសមួយដែរក្នុងការពង្រីកហើយទី3ខ្ញុំគិតថាជួនកាលគាត់ត្រូវការពង្រឹងដែរគាត់មានហើយក៏អត់ត្រូវការពង្រីកទេប៉ុន្តែគាត់ត្រូវការពង្រឹងពីមុនមកហិរញ្ញវត្ថុបវលប្រចាំថ្ងៃឬក៏ហិរញ្ញវត្ថុបំរុងសម្រាប់ទប់អាជីវកម្មហ្នឹងវាអត់សូវរឹងមាំទេលុយដែលគាត់មានខ្លួនឯងហ្នឹងគ្រាន់តែមករស់ក្នុងការបវលឬក៏អ្នកខ្លះទៀតបវលមិនគ្រប់ទៀតជួនកាលឆក់នេះឆក់នោះអីវាអត់ទាន់រឹងមាំអញ្ចឹងគាត់អាចយកអាហ្នឹងមកពង្រឹងបាទអញ្ចឹងអាចត្រឡប់មកវិញថា
យើងអាចយកបើកអាជីវកម្មថ្មីយើងអាចយកមកពង្រីកហើយក៏យើងអាចយកមកពង្រឹងអាជីវកម្មចាស់ដែរបន្ទាប់ពីហ្នឹងខ្ញុំចង់ស្រាយបំភ្លឺសម្រាប់អ្នកថ្មីដែលគាត់អត់ដឹងថាអាជីវកម្មហ្នឹងយកប្រើលើអីធ្វើអីបានខ្លះអញ្ចឹងណាអញ្ចឹងជាទូទៅខ្ញុំគិតថាមាន3ដែរទី1អាជីវកម្មសម្រាប់ទុនបង្វិល ចាទុន ទី2អាជីវកម្មសម្រាប់ទិញទ្រព្យនៅក្នុងអាជីវកម្មរបស់យើងមិនមែនទ្រព្យផ្ទះធំឡានល្អណាទ្រព្យនៅក្នុងអាជីវកម្មហើយទី3គឺសម្រាប់គ្រប់គ្រងប្រតិបត្តិការរបស់អាជីវកម្មដែរអញ្ចឹងទី1និយាយរឿងទុនបង្វិលគាត់អាចធ្វើអីបានខ្ញុំឧទាហរណ៍ថា depot ស្រាបៀរមួយចុះ depot ផលិតផលភេសជ្ជៈស្រាបៀរកម្ពុជាមួយចុះបាទទីផ្សារហ្នឹងយើងមើលទៅយើងស្គាល់គាត់ធំអញ្ចឹងគាត់អាចយកទៅទុនបង្វិលរបៀបម៉េចឧទាហរណ៍ថាមួយខែគាត់ត្រូវការកំងទិញ4ដងក្នុងមួយសប្តាហ៍កំងពីរោងចក្រម្ដងហើយម្ដងគាត់កំងអស់30ម៉ឺនអញ្ចឹងបើយើងនិយាយឲ្យខ្លី4ដងវា1.2 លានអញ្ចឹង1.2 លានហ្នឹងគាត់ត្រូវការមានដើម្បីគាត់ទៅទិញអីវ៉ាន់យកមកលក់ហើយប្រមូលលុយត្រឡប់មកវិញអញ្ចឹងបើសិនអ្នកខ្លះគាត់ស្ទើរលុយហ្នឹងត្រូវការទុន1.2 លានបានអាចប្រវល់យកមកលក់មួយខែបានបាទប៉ុន្តែជួនកាលក៏អត់មានគ្រប់គាត់មានតែ90ម៉ឺនឬក៏1 លានវាស្ទើរទុនប្រវល់អញ្ចឹងគាត់អាចយកអាហិរញ្ញវត្ថុរបស់យើងទៅគ្រប់គ្រងទុនប្រវល់ហ្នឹងបាទហើយបញ្ជាក់ថាសម្រាប់ជីបម៉ុងដូចជាអាជីវកម្មទុនប្រវល់អីចឹងយើងមានលក្ខខណ្ឌពិសេសរបស់យើងពិសេសមែនតើខ្ញុំនឹងជំរាបនៅបន្ទាប់ទៀតអូខេទី2រឿងទិញទ្រព្យនៅក្នុងអាជីវកម្មណាទ្រព្យនឹងមានអីខ្លះទ្រព្យនឹងជាយើងអាចបាននិយាយថាអាសិតដូចមានអីខ្លះមានផ្ទះមានដីមានគ្រឿងចក្រមានយានយន្តអីដើម្បីគ្រប់គ្រងអាជីវកម្មរបស់គាត់អញ្ចឹងឧទាហរណ៍ដដែលថា depot ស្រាបៀរហ្នឹងគាត់ឃ្លាំងគាត់មានមួយឯងប៉ុន្តែបន្ទោចវាជាអៀតគាត់ត្រូវការទិញដីជាប់ហ្នឹងឲ្យសង់ឃ្លាំងមួយឲ្យធំដើម្បីអាចទ្រទ្រង់ចំនួនផលិតផលរបស់គាត់ចូលក្នុងឃ្លាំងមុនចែកចាយយកឲ្យភ្ញៀវអញ្ចឹងគាត់អាចយកមកទិញដីគាត់អាចយកមកធ្វើឃ្លាំងគាត់អាចយកមកទិញគ្រឿងចក្រដើម្បីគ្រប់គ្រងគាត់អាចមកទិញយានយន្តឡានដឹកយកចែកហើយនឹងគាត់អាចយកមកកសាងហេដ្ឋារចនាសម្ព័ន្ធអីផ្សេងទៀតនៅក្នុងអាក្របខ័ណ្ឌអាជីវកម្មរបស់គាត់បាទហើយរឿងទី3រឿងគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃប្រចាំខែឧទាហរណ៍ថាគាត់អាចយកមកចង់ធ្វើអីគាត់ចង់យកមកទប់បើកប្រាក់ខែគាត់ចង់យកមកទប់ថ្លៃទឹកភ្លើងគាត់ចង់យកមកទប់ចំណាយប្រតិបត្តិការផ្សេងអាហ្នឹងជាមុខព្រួយដែលយើងអាចប្រើបានយ៉ាអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាបានដឹងហើយគឺអ្វីដែលយើងខ្ចីពីធនាគារមិនមែនចេះយកទៅប្រើប្រេផ្ដាស់ទេណាគឺយើងប្រើមានរបៀបប្រើរបស់គេនៅក្នុងការប្រើប្រាស់នៅក្នុងអាជីវកម្មអញ្ចឹងបើប្រើខុសពីនឹងបានអត់អីគាត់ថាខាតដូចចំណេញបងប្អូនអ្នកទទួលខុសត្រូវខ្លួនឯងកន្លែងនេះចង់ឆ្លៀតបញ្ជាក់បន្តិចដែរមានន័យថាយើងជាអ្នកធ្វើអាជីវកម្មជាម្ចាស់អាជីវកម្មយើងទទួលខុសត្រូវធំពីភាពរីកចម្រើនរបស់អាជីវកម្មយើងបើយើងបរាជ័យខ្លួនយើងខាតបងអីខ្លះខាតបងពេលខាតបងលុយកាក់គ្រួសារយើងអីគេគ្រួសារយើងគាត់ក៏រងគ្រោះបន្ទាប់ពីយើងដែរព្រោះយើងអត់ជោគជ័យគាត់ក៏ពិបាកចិត្តតាមនឹងគាត់ក៏បារម្ភគាត់ក៏ត្រូវចំណាយគាត់ធ្លាក់ចុះឲ្យតាមនឹងដែរអញ្ចឹងខ្ញុំបញ្ជាក់ថាយើងប្រើសុំប្រយ័ត្នប្រយែងជាពិសេសនៅនេះយើងអត់លើកទឹកចិត្តម្ចាស់អាជីវកម្មយកទៅប្រើរឿងមួយចំនួនដែលវាអត់ទាន់ដល់ពេលវេលាខ្ញុំឧទាហរណ៍ថាទិញឡានទំនើបឡានល្អទិញផ្ទះធំផ្ទះទំនើបផ្ទះល្អកូនរៀនសាលាថ្លៃពេកជួនកាលវាអត់ទាន់ដល់ពេលខ្ញុំគាត់ថាគ្រប់គ្នាត្រូវតែគោលដៅទៅដល់អស់ហ្នឹងហើយយើងមានស្អីដែលយើងចង់បានយើងឧបត្ថម្ភកូនយើងឲ្យគាត់រៀនដល់កម្រិតមួយដែលល្អដើម្បីប្រកួតប្រជែងក្នុងទីផ្សារតំបន់អាស៊ានយើងឬក៏ពិភពលោកបានប៉ុន្តែយើងត្រូវមើលខ្លួនឯងវាស់វែងខ្លួនឯងសិនបើយើងបញ្ញាប់ពេកអាហ្នឹងខូចការធំវិញបាទអ្នកខ្លះមានលុយច្រើនតែភ្លេចខ្លួនមានលុយច្រើនតែភ្លេចខ្លួនពីដើមមកគឺយើងខ្ចីបុលធនាគារអីទេសត្វតែពេលបានលុយច្រើនមកភ្លេចគិតពីកម្ចីដែលយើងខ្ចីមកហ្នឹងវាទៅជាធ្វើរឿងផ្សេងអញ្ចឹងធ្វើឲ្យទុនបង្វិលរបស់យើងវាអាចមានបញ្ហាដែរនៅក្នុងចំណុចហ្នឹងនេះអរគុណបងមែនទែនដែលបានចែកម្លែកពីរឿងរ៉ាវមួយចំនួនព្រោះបងជាអ្នកជំនាញនៅក្នុងធនាគារជីបម៉ុងផ្ទាល់តែម្ដងហើយអីដែលបងលើកឡើងនេះគឺជាបទពិសោធន៍ដែលបងធ្លាប់ចុះទៅផ្ទាល់ជាមួយនឹងម្ចាស់អាជីវកម្មនេះបទពិសោធន៍បងច្រើនមែនតើនៅក្នុងហ្នឹងខ្ញុំមានសំណួរមួយទៀតតាក់ទងមួយ slogan តែម្ដង
បាទ slogan របស់ធនាគារជីបម៉ុងគឺកម្ចីបត់បែន បាទ ខ្ញុំមិនដឹងថាបត់បែនហ្នឹងបត់បែនយ៉ាងម៉េចទីបបពិសោធន៍បងកន្លងមកហ្នឹងតើវាបត់បែនយ៉ាងម៉េចដែរនៅក្នុងស្ថានភាពទីផ្សារជាក់ស្ដែងដែលបងបានជួប បាទកន្លែងនេះខ្ញុំអាចបញ្យល់មួយដើម្បីឲ្យបងប្អូនប្រិយមិត្តទស្សនិកជនគាត់ងាយយល់ថាហេតុអីបានយើងហៅខ្លួនឯងថាជាកម្ចីដែលស្គាល់ពីអតិថិជនច្បាស់ហើយបត់បែនសម្រាប់ពួកគាត់ជាធម្មតាកម្ចីនៅខ្ញុំគិតថានៅធនាគារឬក៏ស្ថាប័នណាវាស្តៀងគ្នាវាអត់ខុសគ្នាទេអាដំណើរការកម្ចីហ្នឹងជាទូទៅវាកើតឡើងពីភ្ញៀវអតិថិជនអាជីវករហ្នឹងគាត់មានតម្រូវការរកសាច់ប្រាក់ដើម្បីគ្រប់គ្រងអាជីវកម្មគាត់ពេលដែលយើងជជែកជួបជាមួយគាត់ត្រូវរៅគ្នាហើយយើងចាប់ផ្ដើមយកមកដើម្បីធ្វើសំណើសុំដើម្បីសុំការអនុម័តហើយពេលដែលយើងបានអនុម័តយើងនឹងធ្វើប្រតិបត្តិការតម្លាក់លុយនឹងបញ្ចេញលុយនឹងជូនគាត់តាមរយៈកុងមកគាត់នៅជាមួយធនាគារជីបម៉ុងបែបគាត់អាចយកទៅប្រើបន្តហើយផុតតែពីតម្លាក់ហើយយើងនៅតែធ្វើការមួយភ្ញៀវតទៀតព្រោះនៅនេះកម្ចីជាធម្មតាមិនមែនដូចយើងទិញកៅអៅចប់ហើយយកទៅប្រើចប់ទេកម្ចីគឺជារឿងធ្វើការមួយគ្នាយូរអង្វែងព្រោះគាត់ខ្ចី5ឆ្នាំខ្ចី10ឆ្នាំយើងនៅជាមួយគ្នា10ឆ្នាំអញ្ចឹងជាធម្មតាយើងនៅរក្សាតំណែងជាមួយគាត់នៅគាំពីគាត់រហូតទល់តែកម្ចីនឹងចប់ហើយចប់ជួនកាលខ្ចីឡើងវិញទៀតវាមិនមែនតែចប់ហើយវាបែកគ្នាយើងជួបមើលមុខគ្នាអាហ្នឹងជាវត្តរបស់កម្ចីបាទអញ្ចឹងនៅក្នុងវត្តរបស់កម្ចីហ្នឹងខ្ញុំគិតថាផ្នែកមួយយើងសិតតែមានភាពបត់បែនជូនភ្ញៀវទាំងអស់ខ្ញុំអាចនិយាយភាពបត់បែនរបស់យើងធំខ្ញុំលើកឧទាហរណ៍ពីចំណុចដើមមកថាយើងបញ្ជាក់ឲ្យថា shareholder ភាគទុននឹករបស់យើងគឺគាត់ជាអ្នករស់ស៊ីខ្លួនឯងរស់ស៊ីតាំងពី82មកនៅស្រុកខ្មែរយើងដឹងហើយប្រហែលឆ្នាំហើយអាជីវកម្មរបស់គាត់ធ្វើមិនតិចជាង14 15អាជីវកម្មក្នុងទីផ្សារគាត់ធ្វើតាំងពីនៅទូចរហូតដល់ធំហើយខ្នាតធំដាច់ទៀតអញ្ចឹងគាត់យល់ច្បាស់ពីប្រតិបត្តិការអាជីវកម្មមួយហានិភ័យរបស់អាជីវកម្មមួយហើយឱកាសក្នុងការរីកចម្រើនរបស់អាជីវកម្មមួយព្រោះ solution ដែលយើងផ្ដល់ឲ្យអាដំណោះស្រាយដែលយើងផ្ដល់ឲ្យអតិថិជននៅនេះវាមិនត្រឹមតែជាថាបងយកលុយទៅប្រើបងធ្វើអីធ្វើយើងជួយមើលឱកាសគាត់ទៀតយកទៅចំណេញឬខាតទៀតអញ្ចឹងពេលដែលគាត់យល់ពីស្ថានភាពអស់នឹងហើយគាត់ចាប់ផ្ដើមមានដំណោះស្រាយសម្រាប់ភ្ញៀវដើម្បីសម្រួលដល់ភ្ញៀវខ្ញុំឧទាហរណ៍ថាទី1គាត់ត្រូវការទុនបង្វិលគាត់ត្រូវការទិញជាប៊ីឬក៏ផលិតផលភេសជ្ជៈយកមកដាក់ចូលឃ្លាំងគាត់ហើយយកមកលក់តអញ្ចឹងពីដើមមកគាត់ទៅធនាគារគេថាអូខេខ្ញុំផ្ដល់ជូនបងបានប៉ុន្តែបងត្រូវឲ្យប្លង់ខ្ញុំហ្នឹងហើយប៉ុន្តែនៅនេះយើងមើលឃើញពីសក្តានុពលហើយភាពបត់បែនយើងអាចធ្វើកម្ចីមួយអត់យកប្លង់ឲ្យគាត់បានដែរនៅនេះហើយជាក់ស្ដែងយើងធ្វើបានច្រើនបាទយើងធ្វើវាមិនគាត់ត្រូវការទិញផលិតផលពីឃ្លាំងផលិតផលគាត់ទិញម្ដងអស់30,000អញ្ចឹងយើងឲ្យយើងហៅ credit line យើងហៅទំហំកម្ចីមួយអនុម័តឲ្យគាត់ហើយប្រាប់គាត់ថាអូខេខ្ញុំជូនបង1លានខ្ញុំអនុម័ត credit line ហ្នឹង1លានជូនបងប្រើថ្ងៃណាក៏បានដែរឲ្យតែបងត្រូវការទិញតំណែងមែនតើតែបើដកយកទៅទិញឡានជិះឬក៏យកទៅធ្វើអីផ្សេងដើរលេងសុខភាពអត់បានទេត្រូវការយកទិញតំណែងមែនអញ្ចឹងបើសិនមាន credit line ហ្នឹងហើយដល់ថ្ងៃដែលគាត់ត្រូវការទិញគាត់គ្រាន់តែបញ្ជាក់ថាអូខេឥឡូវខ្ញុំបានកំងអីវ៉ាន់គេឲ្យ30,000ខ្ញុំត្រូវការដក30,000យកទិញអញ្ចឹងយើងឃើញថាវិក័យប័ត្រហ្នឹងយើងដកជូនគាត់បាទហើយដល់ពេលដែលគាត់យកអីវ៉ាន់ហ្នឹងទៅលក់គាត់លក់អាចថាមួយសប្តាហ៍ឬក៏10ថ្ងៃបានប្រមូលលុយត្រឡប់មកវិញគាត់យកមកសង30,000បងដើមឲ្យធនាគារវិញហើយបូកគួបផ្សំមួយការប្រាក់ប្រហែលថ្ងៃដែលគាត់ប្រើគាត់ប្រើ30,000គាត់ប្រើប្រហែលថ្ងៃគេគិតការប៉ុណ្ណឹងថ្ងៃគេមិនមែនគិតការ1លានទៅលើcredit line អន្តទានទាំងដុលដែលយើងជូនគាត់ទេដុលហ្នឹងគ្រាន់តែជា limit មួយដែលយើងប្រាប់គាត់ថាគេខ្ញុំជួយបង1លានបងប្រើថ្ងៃណាក៏បានប៉ុន្តែការប្រាក់យើងគិតតាមចំនួនលុយដែលដកជាក់ស្ដែងជាមួយនឹងថ្ងៃដែលគាត់យកប្រើជាក់ស្ដែងអាហ្នឹងជាភាពបត់បែនមួយហើយបត់បែនត្រង់ថាអីត្រង់ថាករណីបែបហ្នឹងយើងច្បាស់មួយគ្នាបងឯងយករ៉ូស៊ីមែនមិនមែនយកដើរលេងទិញឡានលើអញ្ចឹងអត់យកប្លង់អាហ្នឹងយើងបត់បែនចឹងបានអូខេមានករណីចឹងច្រើនទេបងច្រើនខ្ញុំឧទាហរណ៍ដូចថ្មីនេះយើងមានអ្នករ៉ូស៊ីផ្លែឈើគាត់នាំចូលផ្លែឈើពីប្រទេសចិនអញ្ចឹងគាត់យកផ្លែឈើមកគាត់
កំងផ្លែឈើហើយមកម្ដងគាត់ត្រូវការពេល4-10ថ្ងៃអញ្ចឹងគាត់ត្រូវការឲ្យលុយគេមុនហើយមកផ្លែឈើមកដល់ចូលក្នុងស្តុកគាត់លក់ទៅវិញអស់ត្រូវការពេលប្រហែលប្រហែលជា4-10ថ្ងៃទៀតអញ្ចឹងនៅក្នុងអាកន្លះខែហ្នឹងគាត់លុយគាត់វាអត់គ្រប់ក្នុងការប្រវល់ទេអញ្ចឹងយើងយល់ច្បាស់ថានេះការទិញរបស់គាត់ទិញពីអ្នកផ្គត់ផ្គង់នៅប្រទេសចិនមានឯកសារជាក់លាក់អញ្ចឹង បាទ អញ្ចឹងយើងជូនគាត់ខ្ញុំជូនបង200000បងទិញម្ដងអស់6-70000បងដកលុយយកទៅប្រើទៅហើយនៅនេះខ្ញុំគិតថាយើងគ្រប់គ្រងអាជីវកម្មអញ្ចឹងយើងមានច្រើនយើងមានអ្នកជាពិសេសដូច depot ធំអ្នកផ្គត់ផ្គង់ភេសជ្ជៈហើយយើងមានក្រុមនាំផ្លែឈើមកហើយយើងកំពុងតែជជែកគ្នាធ្វើការមួយក្រុមឧទាហរណ៍ដូចជាក្រុមផលិតពងទាគាត់ចិញ្ចឹមទាយើងបានជជែកមួយគាត់ទៅគាត់ថាគាត់ត្រូវការផ្គត់ផ្គង់ពងទាឲ្យផ្សារទំនើប 3-4 កំពុងតែជែកគ្នាមានការសម្របសម្រួលពីរដ្ឋាភិបាលអីគាត់ចង់បានអញ្ចឹងប៉ុន្តែគាត់ថាផ្សារទំនើបហ្នឹងគាត់ដាក់អីវ៉ាន់ទៅគាត់ជពាក់បែរជាត្រូវការពេលជពាក់កន្លះខែមួយខែទោះតែគេលក់បានលុយមិនគេឲ្យគាត់ដែរអញ្ចឹងគាត់ថាគាត់គៀងដែរត្រូវការយកលុយយកមកទិញចំណីរាល់ថ្ងៃត្រូវការបើកប្រាក់ខែបុគ្គលិកត្រូវការចំណាយថ្លៃសាំងចែកចាយអញ្ចឹងគាត់ធ្វើមិនទុកបានអញ្ចឹងអាហ្នឹងធនាគារគាត់យល់អញ្ចឹងគាត់ជួយបានគាត់ថាអូខេឥឡូវឲ្យតែថាបងឯងមានតំណែងឲ្យគេហើយតំណែងហ្នឹងបានចេញទៅដល់អតិថិជនជាផ្សារទំនើបអូខេបងឯងយកលុយពីខ្ញុំប្រើចាំបានលុយពីផ្សារទំនើបមកវិញបងសងខ្ញុំវិញចុះហើយខ្ញុំគិតការប្រហែលថ្ងៃនេះអាហ្នឹងជាចំណុចទី1ធំខ្ញុំគិតថាធំយើងបត់បែនអាហ្នឹងបានច្រើនចា៎ហើយដូចឧទាហរណ៍ថាប្លង់ជួនកាលនៅនេះកន្លែងធនាគារខ្លះធនាគារបរទេសមួយចំនួនគេយកតែប្លង់រឹងដែលច្បាស់លាស់ឯងទោះតែប្លង់រឹងមានទទួលស្គាល់ពីសូរ្យដីមិនគេយកប៉ុន្តែយើងនៅនេះយើង understand ពីស្ថានភាពសុខយើងដែរយើងគិតថាតំបន់ហ្នឹងវាអត់ទាន់មានប្លង់រឹងចំជីមានប្លង់រឹងអញ្ចឹងប្លង់ទុននេះយើងធ្វើបានហើយដូចកម្ចីខ្លះទៀតគាត់យកអាគេហៅTD របស់គាត់ការសន្សំរបស់គាត់ term deposit របស់គាត់មាន certificate យក certificate មកខ្ចីលុយមកហើយអាហ្នឹងខ្ចីមហាលឿនតែនៅបង្ហាញថាអូខេអ្នកឯងមាន certificate TD 50000ខ្ញុំត្រូវការទុន40000បានភ្លាមអូខេមានភាពបត់បែនផ្សេងទៀតដែលយើងតែងតែជួបខ្ញុំអាចលើកបានថាឧទាហរណ៍ដូចយើងរៀបចំជាអនុទាននឹងប្រភេទមិនឲ្យគាត់ប្រើអ្នកខ្លះគាត់ទៅយកលុយគាត់ដឹងថាខ្ចីលុយដល់ធនាគារនឹងអត់យល់ឲ្យដឹងតែឲ្យអូខេខ្ចីលុយគេឲ្យថាអនុទានមានការកំណត់ឲ្យខ្ចីមានតារាងបងខ្ចី5ឆ្នាំធ្វើតារាងមកបង5ឆ្នាំទៅមួយខែបងប៉ុន្មាន5ឆ្នាំដាច់ចឹងលើលុយ100,000ឧទាហរណ៍ប៉ុន្តែជួនកាលយើងយល់ច្បាស់ពីអាជីវកម្មគាត់យើងថាអាជីវកម្មបងឯងមិនត្រូវការយកទាំង100,000ទៅប្រើទេព្រោះបងឯងដកទៅទាំង100,000ច្បាស់ហើយបងឯងទៅបងការឲ្យគេរាល់ខែបងលើ100,000ខែបន្ទាប់ទៀតបងលើលុយដើម90000ជាងដែលនៅសល់អញ្ចឹងការប្រាក់ច្រើនណា5ឆ្នាំមិនចប់ប៉ុន្តែបងឯងទៅធ្វើអញ្ចឹងទៅបើអាជីវកម្មបងឯងត្រូវការលុយប្រវល់2-30000ហើយជួនកាលលេងដកលុយទៅប្រើព្រឹកល្ងាចលុយចូលមកវិញអញ្ចឹងអនុទាននៅធនាគារគេមានផលិតផលអនុទានមួយយើងហៅ OD វិបារុំ OD អញ្ចឹង OD ហ្នឹងស្រួលយើង approve ជា limit មួយជូនគាត់ដាក់ចូលកងគាត់ពុប100,000អញ្ចឹងគាត់ប្រើពេលណាគេគិតលុយពេលហ្នឹងប្រើចំនួនប្រហែលគិតលុយចំនួនប៉ុណ្ណឹងអានោះស្រួលមែនទែនវាចំណេញការរបស់គាត់ហើយដូចតាក់តងរឿងការបងត្រឡប់មកវិញយើងនៅនេះយើងយល់ចិត្តអតិថិជនយល់ចិត្តអាជីវកម្មគាត់ជួនកាលអនុទានខ្លះតម្រូវឲ្យគាត់បងអូខេមួយខែ1000ត្រឡប់មកវិញ5ឆ្នាំចប់ប៉ុន្តែគាត់អាជីវកម្មក៏អត់ទាន់រឹងមាំដើម្បីបង1000បានអញ្ចឹងពេលខ្លះអតិថិជនគាត់ចង់បានកម្ចីហើយគាត់អត់សូវយល់គាត់បខំចិត្តយកគាត់ជួនកាលបខំចិត្តមួយខែបង1000ប៉ុន្តែមកពិបាកនៅគ្រួសារអូកូនរៀនសាលាតម្លាក់ការ៉េតខ្លះបានរៀនសាលាអន់ជាងមុនប្រពន្ធសុំបន្ថយថ្លៃមហូបអាជីវកម្មប្រាក់ខែត្រូវកាត់បុគ្គលិកចោលខ្លះថយប្រាក់ខែខ្លះយូរទៅប៉ះអាជីវកម្មប៉ុន្តែធនាគារជីបមុំគេមានដំណោះស្រាយជួនកាលគេយល់ច្បាស់ពីហិរញ្ញវត្ថុរបស់គាត់ពីកម្រិតរកចំណូលរបស់គាត់អញ្ចឹងគេមានបត់បែននឹងគាត់គេថាអូខេឥឡូវ6ខែដំបូងបងកុំបខំបង1000បងតការប្រាក់តិចមួយ400បានទុក600ទុកវាហើយចាំបងចូលខែទី7អាជីវកម្មបងព្យាករថាវារកចំណូលបាននឹងថឹងហើយអាហ្នឹងបងច្រើនទៅអាហ្នឹងសិតតែជាដំណោះស្រាយដែលយើងបានធ្វើ
យើងកំពុងធ្វើហើយយើងបន្តធ្វើជាមួយអតិថិជនយើងទៀតខ្ញុំអាចនិយាយដំណោះស្រាយធំបែបហ្នឹង អូខេស្ដាប់ទៅគឺល្អមែនទែនហើយខ្ញុំសង្ឃឹមថាបងប្អូនដែលជាម្ចាស់អាជីវកម្មអាចគិតមើលបន្ថែមទៀតបើសិនជាយើងត្រូវការកម្ចីដែលមានភាពបត់បែនច្រើនណាយើងអាចតំណែងមកខាងក្រុមការងាររបស់ Chipmunk Bank បានព្រោះមែនទែនទៅខ្ញុំគិតថាបងនិយាយប៉ុណ្នេះប្រហែលជាមានសាច់រឿងខ្លះវាអាចចូលជាមួយនឹងបងប្អូនទាំងអស់គ្នាដែរដោយសារតែកម្ចីมันប្រកាសថាយើងរកស៊ីវាឡើងរហូតទេពេលខ្លះវាមានឡើងវាមានចុះហើយការបង់ត្រឡប់មកវិញអីហ្នឹងក៏វាមានភាពបត់បែនច្រើននៅក្នុងហ្នឹងសំណួរមួយទៀតចង់សួរបងតាក់ទងមួយការវិភាគនិងសម្រេចចិត្តរបស់បងក្នុងនាមយើងជាគណៈកម្មការអនុម័តកម្ចីមួយណាយើងសម្រេចចិត្តបែបម៉េចយើងវិភាគបែបម៉េចទៅកម្ចីយើងដាក់ទៅអតិថិជនភាគច្រើនគឺគាត់ទទួលបានជោគជ័យនៅក្នុងការរកស៊ីរបស់គាត់ជំរាបថាខ្ញុំមានបទពិសោធន៍ជាអ្នកចូលរួមក្នុងការសម្រេចចិត្តផ្ដល់ឥណទានអតិថិជនហ្នឹងខ្ញុំមានលើសពី10ឆ្នាំដែរបាទហើយខ្ញុំធ្វើការច្រើនជាមួយភ្ញៀវខ្ញុំធ្វើការជាមួយអ្នកដែលមានចំណូលទាបឧទាហរណ៍ថាបងប្អូនយើងអ្នករត់ម៉ូតូឌុបអ្នកលក់បន្លែជីវករនៅផ្សារតូចរហូតដល់បងប្អូនយើងដែលមានចំណូលមធ្យមឧទាហរណ៍ថាអ្នកធ្វើការរាជការអ្នកធ្វើការក្រុមហ៊ុនឯកជនហើយក៏មានដល់អតិថិជនបងប្អូនយើងអ្នកធ្វើការនៅកម្រិតចំណូលខ្ពស់ៗឧទាហរណ៍ថាមានម្ចាស់ក្រុមហ៊ុនលោកអុកញ៉ាអ្នកអុកញ៉ាគាត់រកស៊ីធំស្រុកខ្មែរយើងដែរអញ្ចឹងពីដើមឡើយខ្ញុំនិយាយស្មោះត្រង់ទៅទទួលស្គាល់ហើយពីដើមឡើយយើងអនុម័តឥណទានពេលខ្លះយើងធ្វើខុសយើងអត់យល់ពីស្អីទៅជាការចង់បានរបស់បងប្អូនអាជីវករអតិថិជនហើយឱកាសជោគជ័យរបស់គាត់របៀបម៉េចទៅអញ្ចឹងពេលខ្លះយើងបង្ខំឲ្យគាត់យើងចង់បានឡូនឬក៏ថាយើងអត់យល់ពីគាត់ច្បាស់យើងដឹងតែជូនគាត់ខុសដែរបាទប៉ុន្តែឆ្លងកាត់ខ្ញុំធ្វើការ6 7ឆ្នាំនៅក្នុងអ្នកសម្រាប់ចិត្តទៅខ្ញុំគិតថាម្ដងថ្ងៃនេះខ្ញុំយល់ច្រើនខ្ញុំរៀនសូត្រពីភាគទុននឹកពីក្រុមការងារជាពិសេសពីអតិថិជនណាបងខ្ញុំយល់បានច្រើននៅពេលដែលអតិថិជនគាត់បងលេងបានយើងទៅជួបគាត់ក្នុងការដោះស្រាយឥណទានមានបញ្ហាយើងយល់ពីគាត់ថាមូលហេតុស្អីបានគាត់ឈានដល់ដំណាក់កាលហ្នឹងអញ្ចឹងឈានដល់ដំណាក់កាលឥណទានមួយខូចខ្ញុំគិតថាវាមានធាតុចូលពីយើងដែរវាមិនមែនតែពីអតិថិជនគាត់រកស៊ីមិនកើតគាត់មិនចេះឬក៏មិនមែនពីទីផ្សារវាលែងល្អដូចមុនវាអាលុំឬក៏ធាតុអីផ្សេងប៉ុន្តែខ្ញុំទទួលស្គាល់ថាវាត្រូវតែមានធាតុមួយគឺពីធនាគារអ្នកផ្ដល់កម្ចីដែរចា៎អញ្ចឹងមកដល់ពេលនេះខ្ញុំខ្លួនឯងផ្ទាល់ជាពិសេសទស្សនវិស័យរបស់ធនាគារ Chipmunk ទាំងមូលយើងឲ្យឥណទានយើងប្រយ័ត្នបំផុតអាហ្នឹងយើងត្រូវតែធានាថាឥណទាននៅយើងនេះដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺកម្រិតហានិភ័យដែលវាខូចខាតទាបប៉ុន្តែយើងក៏ត្រូវធានាដែរថាយើងជួយអតិថិជនរបស់យើងជាអតិបរមាធ្វើម៉េចឲ្យគាត់ទទួលបានអាការរីកចម្រើនកាន់តែខ្ពស់ដូចយើងដែរព្រោះយើងធ្លាប់លឺកន្លងមកអាហ្នឹងឈ្នះទាំងអស់គ្នាបើយើងឈ្នះអតិថិជនចាញ់យើងឈ្នះបានម្ដងទៀតអញ្ចឹងត្រូវការឈ្នះទាំងអស់គ្នារស់ទាំងអស់គ្នាបាននៅមួយគ្នាយូរអង្វែងបានរីកចម្រើនទាំងអស់គ្នាថ្ងៃក្រោយធ្វើការមួយគ្នាទៀតសេដ្ឋកិច្ចយើងខ្លាំងជាតិយើងខ្លាំងបាទអញ្ចឹងនៅនេះជាទូទៅខ្ញុំមុននឹងអនុម័តឥណទានឬក៏ណែនាំឥណទាននឹងដើម្បីទៅឲ្យថ្នាក់ដឹកនាំធំគាត់សម្រេចយើងមើលទៅលើទី1គឺទីផ្សារដែលអតិថិជននឹងគាត់រកស៊ីបាទអញ្ចឹងអាជីវកម្មរបស់គាត់បើសិនជាគាត់យកទៅរកស៊ីរបរហ្នឹងគាត់អាចមានរបរហ្នឹងស្រាប់ឬក៏យកកម្ចីយើងទៅរកស៊ីរបរហ្នឹងប៉ុន្តែរបរអស់ហ្នឹងមើលទៅវាអត់មានទីផ្សារខ្ញុំឧទាហរណ៍ដូចប្រហែលឆ្នាំចុងក្រោយនេះអាចលនៈទ្រព្យពីដើមយើងរុងរឿងយើងរកលុយបានមានអ្នកខ្លាចជាសេដ្ឋីច្រើននៅសារចលនៈទ្រព្យប៉ុន្តែមកដល់ប្រហែលឆ្នាំចុងក្រោយនេះវាជួបបញ្ហាវិបត្តិវាអត់ទាន់ងើបមកវិញប្រកក្តីដូចមុនអញ្ចឹងវិស័យហ្នឹងវាស្លាប់បាត់ហើយណាវាសឹងថាដង្ហើមចង្រិតបាត់ហើយអញ្ចឹងបើយើងគ្រប់គ្រងវិស័យបែបហ្នឹងអាហ្នឹងដូចយើងរុញគាត់ឲ្យចូលឡានចឹងរុញគាត់ជិះសក្លូរុញគាត់ឲ្យចូលឡានចប់អញ្ចឹងទូទៅខ្ញុំមើលទៅលើទីផ្សារដែលគាត់យកទៅធ្វើហ្នឹងតើវាដើរអត់ទី2ខ្ញុំមើលលើបទពិសោធន៍គាត់ដែរតើមនុស្សហ្នឹងជាមនុស្សដែលមានបទពិសោធន៍ច្បាស់ធ្វើទៅជោគជ័យអត់អញ្ចឹងសំខាន់ខ្ញុំគិតថាសំខាន់មួយគឺរឿងមនុស្សហ្នឹងឯងមានស្អីៗទាំងអស់មានទុនមានទីផ្សារមានអីទាំងអស់ប៉ុន្តែបើមនុស្សហ្នឹងក៏អត់ប្រកែជួនកាលទៅអត់ដល់អញ្ចឹងបើសិនជានៅនេះយើងមើលច្បាស់គាត់មានជំនាញអត់គាត់ជាអ្នក
ពិតប្រកបអត់ពាក្យពិតប្រកបនៅនេះគឺសំដៅថាគាត់ជាអ្នកធ្វើខ្លួនឯងព្រោះជួនកាលគាត់មិនមែនជាអ្នកមូដៃអាវមូជូខោចុះធ្វើទេគាត់អត់អាចដឹកនាំក្រុមបច្ចេកទេសការងារគាត់នឹងធ្វើបានទេបាទគាត់អត់អាចដឹងមូលហេតុថាអាជីវកម្មរបស់គាត់ជួបបញ្ហានៅពេលណាអាចជួបបញ្ហាអីទេជួនកាលទល់ឃើញបញ្ហាបានគាត់ភ្ញាក់ព្រឺតប៉ុន្តែបើគេអ្នកធ្វើច្បាស់គេមូដៃអាវធ្វើគេដឹងគ្រប់ដំណាក់កាលរឿងនឹងមិនទាន់មកដល់ផងគេគិតមុនគេដោះស្រាយគេទប់ស្កាត់គេរកដំណោះស្រាយឲ្យបាត់បានផលល្អឲ្យបាត់អញ្ចឹងទូទៅនៅនេះយើងរើសអ្នកដែលជាអតិថិជនដៃគូដែលគាត់ប្រកែចេះមែនមានបទពិសោធន៍ធ្វើមែនខ្លួនឯងអាហ្នឹងបានយើងបានតែនៅធនាគារ Chip Monk នេះអ្នកអតិថិជនមិនគ្រាន់តែជាភ្ញៀវមិនគ្រាន់តែជាអតិថិជនទេជាដៃគូតែម្ដងគឺធ្វើការមួយគ្នាច្រើនមែនតើហើយយើងបារម្ភមែនតើទៅលើកម្ចីដែលបរាជ័យយើងបារម្ភមែនតើអញ្ចឹងដូចធនាគារ Chip Monk នេះអញ្ចឹងបានអតិថិជនភាគច្រើនគាត់ខ្ចីទៅហើយទទួលបានផ្លែផ្កាច្រើនហើយម្ចាស់អាជីវកម្មភាគច្រើនគឺចូលចិត្តធនាគារ Chip Monk ច្រើនដោយសារតែមានលក្ខខណ្ឌមួយចំនួនហើយបងប្អូនខ្លះគាត់អត់សុបាយចិត្តទេដល់ពេលយើងល្អិតពេកបាទឬអត់សុបាយចិត្តទេយើងល្អិតល្អន់ពេកវារំខានដល់គាត់អាហ្នឹងក៏ជាចំណុចមួយដែរបាទហើយកន្លែងខ្ញុំអាចថែមបានទៀតភ្ជាប់ពីចំណុចមុនមកខ្ញុំគិតថាយើងគិតប្រហែលចំណុចហ្នឹងវាអត់អស់រឿងទេបងបាទយើងគិតមានច្រើនទៀតប៉ុន្តែគាត់ថារឿងខ្លះជារឿងផ្ទៃក្នុងរបស់យើងមិនសូវចែកម្លែកជាសាធារណៈប៉ុន្តែក្រុមបច្ចេកទេសរបស់យើងគឺផ្ដោតលើហ្នឹងតែខ្ញុំអាច share ថែមតិចទៀតខ្ញុំឧទាហរណ៍ថាដូចជារឿងបំណុលបច្ចុប្បន្ននេះគឺយើងយកចិត្តទុកដាក់ព្រោះយើងដឹងហើយប្រជាជនយើងបើភាគរយអ្នកដែលប្រើសេវាកម្ចីនៅស្រុកខ្មែរខ្ញុំគិតថានៅតិចបើធៀបមួយប្រជាជនយើងប្រហែល10លានអ្នកហ្នឹងប៉ុន្តែក្នុងចំណោមអ្នកដែលខ្ចីហ្នឹងក៏មានប្រជាជនមួយចំនួនកម្ចីរបស់គាត់វាចូលដល់កម្រិតមួយគេហៅបន្ទាត់ក្រហមដែរតែក៏វាន់កដែរអញ្ចឹងយើងប្រយ័ត្នយើងមើលមែនតើតើកម្ចីដែលយើងផ្ដល់ឲ្យគាត់ជួយគាត់ហ្នឹងយើងជួយទៅគ្រប់គ្រងគាត់មិនមែនទៅជន់ពលិចគាត់ធ្វើបាបគាត់ទេបើយើងអត់ប្រយ័ត្នទំហំកម្ចីរបស់គាត់ហ្នឹងទេវាទៅជាកម្ចីហ្នឹងទាញគាត់តម្លាក់ទឹកវិញមិនមែនទៅជួយឲ្យគាត់ស្រោចស្រង់គឺស្វាងអញ្ចឹងយើងប្រយ័ត្នរឿងទំហំកម្ចីបើសិនជាថ្ងៃហ្នឹងគាត់ជាប់គេ 100000 ហើយលទ្ធភាពគាត់វាគួរតែរត់រួចមួយ 100000 ស្រេចតែយើងទៅថែមឲ្យគាត់ 50000 ទៀតឡើង 5-100000 អាហ្នឹងស្លាប់គាត់បាត់គាត់រស់បានផ្លែស្លាប់បាត់អញ្ចឹងយើងប្រាប់គាត់មកបើសិនជាទំហំកម្ចីហ្នឹងទៅមិនរួចទេបងកុំទៅផ្លូវហ្នឹងបងត្រូវដោតដោះស្រាយអាបញ្ហានេះសិនដល់ពេលវេលាមកដល់សមត្ថភាពបងកើនឱកាសមកដល់អាហ្នឹងបងទៅបងជោគជ័យអាហ្នឹងយើងប្រាប់គាត់ចំនឹងបន្ថែមប្រឹក្សាយោបល់មកថែមទៀតអញ្ចឹងបន្ទាប់ពីស្ដាប់នៅអត្ថប្រយោជន៍ច្រើនមែនតើហើយឃើញថាតាំងពីលក្ខខណ្ឌនៃការប្រឹក្សាយោបល់ក៏ដូចជាភាពបត់បែនអីផ្សេងឃើញថាធនាគារ Chip Monk ពិតជាធនាគារល្អមែនតើហើយជួយដល់ម្ចាស់អាជីវកម្មច្រើនហើយស្ដាប់ឮអញ្ចឹងបងប្អូនយើងមួយចំនួនដែលកំពុងតែរស់ស៊ីគាត់ថាស្ដាយខ្ចីលុយគេហើយឬខ្ចីលុយធនាគារផ្សេងហើយចង់បកត្រឡប់មកទទួលអត្ថប្រយោជន៍ពី Chip Monk ដូចអីដែលបងបាននិយាយហ្នឹងទៅរួចទេបងមើលទៅច្បាស់ 100% យើងនៅតែធ្វើបានជួនកាលបច្ចុប្បន្ននេះនៅលើទីផ្សារយើងគេហៅថាមានវេកម្ចីជួនកាលគាត់ជាប់នៅស្ថាប័នកប៉ុន្តែឥឡូវនេះគាត់ត្រូវការចង់បានលក្ខខណ្ឌល្អអីមួយទៅកន្លែងណាដែលយល់ចិត្តគាត់ដូរមកស្ថាប័នខបានដែរដូរបានដែរបងអញ្ចឹងបើដូរមក Chip Monk វិញអាហ្នឹងលក្ខខណ្ឌបែបម៉េចបងអាចនិយាយតិចមើលបងខ្ញុំគិតថាសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ដូរសម្រាប់នៅនេះខ្ញុំគិតថាយើងនិយាយថាយើងមានមើលឃើញពីសក្តានុពលរបស់អតិថិជនយើងបាទអញ្ចឹងអ្នកខ្លះគាត់មានកម្ចីបច្ចុប្បន្នហ្នឹងលក្ខខណ្ឌមិនទាន់ល្អឬក៏មិនទាន់បត់បែនគ្រប់គ្រាន់អត់ទាន់យល់ចិត្តគាត់គ្រប់គ្រាន់សេវាកម្មឲ្យគាត់មិនទាន់ល្អអញ្ចឹងខ្ញុំគិតថាគាត់សារល្បងធ្វើការមួយ Chip Monk អាចយល់ចិត្តដឹងពីសក្តានុពលរបស់គាត់ច្រើនខ្ញុំឧទាហរណ៍ថាការប្រាក់នៅធនាគារគាត់ចាស់ជួនកាលនៅថ្លៃដែរនៅ 10% អញ្ចឹងពេលខ្លះគាត់មកធ្វើការមួយ Chip Monk តិចជាងនឹង 1% ទៅអញ្ចឹងវាចំណេញការរបស់គាត់ដែរប៉ុន្តែខ្ញុំនិយាយរឿងការនេះមិនមែនលើកទឹកចិត្តថាឲ្យយើងមើលតែការប្រាក់មួយមុខទេព្រោះការប្រាក់មួយមុខតម្លៃមួយមុខវាអត់កំណត់ស្អីទាំងអស់វាមានរឿងច្រើនទៀតជួនកាលតម្លៃដូចយើងទិញរបស់ជួនកាលតម្លៃថ្លៃប៉ុន្តែគុណភាពគេល្អដែរអញ្ចឹង
ខ្ញុំគិតថាបើយើងមកជីបម៉ុងសក្តានុពលរបស់យើងអាចមានដូចចំណុចទី1ដូចទទួលបានការប្រាក់ល្អបើសិនជាគាត់អត់ទាន់ល្អប៉ុន្តែបើគាត់ល្អហើយអាហ្នឹងយើងដូចគ្នាជួនកាលគាត់អត់ចំណេញដែរទី2គាត់ទទួលបានអាភាពបត់បែនដូចខ្ញុំលើកពីដើមអញ្ចឹងជួនកាលអាការសងត្រឡប់មកវិញអីយើងស្រួលឲ្យគាត់ច្រើនជួនកាលអាប្រភេទឥណទានដែលគាត់ប្រើយើងលើកទឹកចិត្តគាត់យើងណែនាំគាត់ថាបងប្រើអាឥណទាននេះវិញវាចំណេញការបងជាច្បាស់បងជាបងយកទៅចំណេញជាអ្នកដែលចង់មកជាទូទៅគាត់អាចបើកចិត្តជជែកជាមួយនឹងមន្ត្រីឥណទានរបស់យើងព្រោះថ្ងៃនេះមន្ត្រីឥណទានរបស់យើងគាត់ចុះទៅដល់កន្លែងអាជីវកម្មចាបងបាទព្រោះនៅនេះយើងបត់បែនខ្លាំងខ្ញុំពីដើមមកខ្ញុំអ្នកខ្ចីគេដែរពេលខ្លះជួនកាលចង់ខ្ចីត្រូវការតាក់តងនេះតាក់តងនោះប្រហែលថ្ងៃរហូតអ្នកខ្ចីអត់ទាន់ឃើញជួនកាលសុំជួបគេមិនព្រមជួបទៀតត្រូវការចាំសិនចាំលេខរៀងសិនលេខបងអាទិត្យក្រោយបងចាំសិនហើយជួនកាលឧទាហរណ៍ទៅបងពុននេះជួនកាលយើងចង់ថាយើងប្រើអាធនីគារតែមធំទៅបងពុនអង្គុយចាំ2ម៉ោងប៉ុន្តែជួនកាលជីបម៉ុងអត់ទេជីបម៉ុងយល់ច្បាស់ពីភៀវចុះទៅដល់កន្លែងសំខាន់ឲ្យតែគាត់បើកចិត្តជជែកជាមួយយើងថាណែលក្ខខណ្ឌរបស់គាត់វាអញ្ចេះតម្រូវការរបស់គាត់អញ្ចេះស្ថានភាពបរិញ្ញរបស់ខ្លួនអញ្ចេះផែនការអាជីវកម្មរបស់គាត់អញ្ចេះតើគាត់អាចធ្វើអីបានអញ្ចឹងខ្ញុំគិតថាជីបម៉ុងគាត់ប្រឹក្សាជំហានដំបូងមន្ត្រីឥណទានយើងប្រឹក្សាថាបងគួរតែធ្វើអញ្ចេះបន្ទាប់មកទៀតសំណើរបស់បងត្រូវបានយកមកដាក់លើតុមួយក្រុមការងារនៅនេះគេមានក្រុមការងារជួយប្រឹក្សាបញ្យោលទៀតគេអាចជំរាបលើសពីមន្ត្រីឥណទានជួមុខជំរាបទៀតថាឥណទានបងអូខេបងយកអានេះវិញបងប្រើអានេះវិញចំណេញជាដើមអញ្ចឹងបងប្អូនដែលគិតថាធនាគារដែលខ្លួនឯងកំពុងតែប្រើប្រាស់ហ្នឹងមិនលើកទឹកចិត្តថាត្រូវតែមកជីបមកទេណាប៉ុន្តែរើសយកធនាគារទាំងឡាយណាដែលគិតថាអាចរីកចម្រើនឲ្យខ្លួនឯងបានអាចធ្វើអាជីវកម្មយើងរីកចម្រើនទៅមុខបានលឿនអានឹងជាមួយល្អហើយមែនទែនដូចដែលបងបានជំរាបជូនអញ្ចឹងគឺតាំងពីសាវតាតាំងពីប្រវត្តិនៃធនាគារកន្លងមកគឺយើងយល់ច្បាស់ពីអ្នកប្រើប្រាស់ច្រើនហើយយើងនៅក្នុងស្រុកស្រាប់វាងាយស្រួលក្នុងការជជែកគ្នាមានបញ្ហាមួយដែលខ្ញុំជឿថាប្រហែលជាបងក៏ធ្លាប់ជួបដែរនៅក្នុងនាមជាអ្នកផ្ដល់សេវាកម្មឲ្យអតិថិជនខ្លះគាត់បងស្រាប់តែអស់លទ្ធភាពហ្មងអស់លទ្ធភាពកណ្ដាលដីហ្មងអត់ដឹងធ្វើម៉េចទេអាហ្នឹងជាបទពិសោធន៍របស់បងតើធនាគារជីបម៉ុងមានដំណោះស្រាយអីសម្រាប់ស្ថានភាពមួយហ្នឹងខ្ញុំគិតថាបរិបទសេដ្ឋកិច្ចប្រហែលឆ្នាំចុងក្រោយនេះច្បាស់ជួបខ្លាំងទៀតពីដើមមកយើងវិស័យធនាគារហិរញ្ញវត្ថុយើងគិតថាដូចមានពាក្យពីអគ្គទេសាវ៉ាគាត់ធ្លាប់លើកឡើងអញ្ចឹងយើងដើរកាត់ភ្លៀងតិចច្រើនអីវាសើមខ្លាំងសើមជើងសើមកន្លែងណាមួយប៉ុន្តែសើមក្នុងកម្រិតមួយដែលវាអត់ធ្វើឲ្យយើងមានបញ្ហាដួលទេយ៉ាបងអាហ្នឹងគឺទីផ្សារធម្មតារហូតមកដល់ទីផ្សារប្រហែលឆ្នាំចុងក្រោយនេះវិស័យធនាគាររឹតតែប៉ះជាងចំនួនទីផ្សារធម្មតាពីមុនទៀតយ៉ាបងអាចនិយាយបានថាម្ដងនេះឥណទានដែលមានបញ្ហាភាគរយនឹងខ្ពស់ជាងមុនសឹងថាម្ដងពីរដងអញ្ចឹងសម្រាប់ធនាគារខ្លួនឯងជីបម៉ុងខ្លួនឯងនេះក៏យើងប៉ះដែរហើយយើងបានធ្វើការច្រើនយើងតាមរយៈយើងដោះស្រាយជូនគាត់ច្រើនយើងទ្រទ្រង់គាត់ព្រោះពេលដែលមានបញ្ហាយើងអត់អាចរស់តែឯងបានហើយឲ្យគាត់ស្លាប់ទេអាហ្នឹងមិនមែនដៃគូយូរអង្វែងដែលយើងនិយាយទេរឿងខ្លះយើងអាចកាត់ឲ្យគាត់ធ្វើអញ្ចេះយើងអាចកាត់ប៉ុន្តែជាវិធីមួយដែលល្អដែលយើងគិតថាបងត្រូវធ្វើដើម្បីបងបន្តទៀតទៅមុខទៀតប៉ុន្តែក្នុងន័យថាយើងជួយគ្រប់គ្រងគាត់ដើម្បីគាត់រស់បន្តទៀតបានហើយកន្លងមកយើងធ្វើការច្រើនតាមរយៈយើងធ្វើឥណទានឡើងវិញឲ្យគាត់បាទជាទូទៅយើងធ្វើឥណទានឡើងវិញប៉ុន្តែមុនដល់កម្រិតធ្វើឥណទានឡើងវិញហ្នឹងខ្ញុំមានជាយោបល់មួយចំនួនដែលគាត់ត្រូវធ្វើបើសិនជាគាត់ជួបបញ្ហាព្រោះយើងឃើញភ្ញៀវមួយចំនួនគាត់ដល់ពេលដែលគាត់ជួបបញ្ហាគាត់គិតអីអត់ឃើញគាត់បារម្ភពេកគាត់ខ្លាចចិត្តគេពេកទៅជាគិតខុសវិញខ្ញុំឧទាហរណ៍ថាគាត់បងធនាគារពីដើមមក1000ដល់ឥឡូវគាត់ពិបាកអស់លុយ1000នេះរកបានតែ800បងវាគ្រប់ទៅខ្វះ200ទៀតអញ្ចឹងបខំចិត្តទៅឆក់លុយគេបន្ថែមយកមកបងអាលុយហ្នឹងបងឲ្យគេប្រចាំអាទិត្យប្រចាំថ្ងៃយូរទៅគោទៅអានេះនៅតែជពាក់អានោះបំណុលវាន់កហើយអាក្រៅប្រព័ន្ធនោះវារឹតតែពិបាកជាអានេះ10ដងដោយសារអានោះគេគម្រាមហ្មងតែឯងអត់សងគេក្នុងរយៈពេលប៉ុណ្ណេះថ្ងៃទៀតហោះ Facebook ឬក៏មានក្រុមការងាររបស់គេកាយតិចមកទីយើងធ្វើអីយើងអត់មានអារម្មណ៍រស់ស៊ីយើងអត់មានអារម្មណ៍
រស់នៅជុំគ្រួសារទៀតដល់ពេលហ្នឹងវាសម្ពាធខ្លាំងទៅអាហ្នឹងខ្ញុំធ្លាប់ឃើញអញ្ចឹងនៅនេះយើងលើកទឹកចិត្តថាពេលដែលបងប្អូនជួបបញ្ហាបែបហ្នឹងទីមួយខ្ញុំសូមឲ្យបងប្អូនយល់ពីស្ថានភាពខ្លួនឯងច្បាស់យល់ពីហិរញ្ញវត្ថុរបស់យើងអាជីវកម្មរបស់យើងហ្នឹងអាចរកចំណូលបានប៉ុណ្ណារត់រួចប៉ុណ្ណាទៅដល់កន្លែងណាយល់ឲ្យច្បាស់ពីខ្លួនឯងចាទី2បងប្អូនកុំកិច្ចធនាគារត្រូវតែជួបបុគ្គលិកធនាគារដែលបងប្អូនធ្វើការជាមួយនឹងប្រឹក្សាមួយគាត់ប្រាប់ឲ្យអស់ថាឥឡូវនេះខ្ញុំស្ថានភាពខ្ញុំចេះខ្ញុំមានចិត្តដោះស្រាយចេះប៉ុន្តែខ្ញុំអត់ទាន់មានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីដោះស្រាយចេះទេអញ្ចឹងអាចខ្ញុំធ្វើអីទៀតធនាគារជួយខ្ញុំបានកន្លែងណាអញ្ចឹងបន្ទាប់ពីប្រឹក្សាហើយខ្ញុំគិតថាតិចច្រើនអីយើងត្រូវការសុំធនាគារជួយឯងព្រោះធនាគារដៃគូពាក្យថាដៃគូមិនមែនរស់ខ្លួនឯងគឺត្រូវការជួយអញ្ចឹងធនាគារដូចខ្ញុំបង្ហើបពីដើមបន្តិចអញ្ចឹងគឺធនាគារជួយតាមរយៈរៀបចំតារាងបងឡើងវិញពីដើមមកបង1000ក៏ឥឡូវស្ថានភាពបងទៅរួច300ចាឥឡូវបង300សិនបង300មួយឆ្នាំសិនឬក៏បង300 2ឆ្នាំសិនចាំបងមានលំនឹងឡើងវិញបងបន្តធម្មតាប៉ុន្តែមិនមែនមានន័យថាធនាគារចោលឲ្យបងឬក៏ឲ្យបងថយទៅរហូតទេព្រោះធនាគារត្រូវការរស់ដែរបើសិនជាយូរពេកធនាគារក៏អត់មានលុយទប់ដែរព្រោះដោយសារធនាគារយកលុយកម្ចីទាំងអស់ហ្នឹងមកពីអតិថិជនអ្នកសំអញ្ចឹងបើអតិថិជនដែលខ្ចីប្រាក់អត់បានបង់មកធនាគារអត់មានការប្រាក់បង់ឲ្យអ្នកសំប៉ុន្តែមកដល់ស្ថានភាពនេះខ្ញុំជឿថាអត់ទាន់មានធនាគារណាមួយដែលជាពាក់ការប្រាក់អតិថិជនទេគាត់ប្រមូលលុយពីអតិថិជនកម្ចីពិបាកប៉ុន្តែគាត់នៅតែបន្តកោះកាយលុយពីអ្នកបណ្ដៃយកទៅឲ្យអ្នកសំដែរបាទអញ្ចឹងអាហ្នឹងសូមឲ្យអ្នកខ្ចីយល់ចិត្តនឹងដែរអញ្ចឹងធនាគារជួយប៉ុន្តែជួយក្នុងមានកម្រិតខ្ញុំឧទាហរណ៍មិញថាយើងជួយភាគច្រើនយើងឲ្យគាត់ដូរតារាងបងតិចជាងមុន24ខែទៅបាទហើយចំណុចទី4ខ្ញុំអាចសុំចិត្តបងប្អូនខ្លះយើងធ្លាប់ជួបគាត់ស្ដាយថារបស់ហ្នឹងគាត់ទិញថ្លៃបើគាត់បញ្ចេញដើម្បីដោះស្រាយកម្ចីជួនកាលខាតច្រើនបាត់បង់លុយច្រើនវាប៉ះពាល់មុខមាត់គាត់ក្នុងសង្គមខូចឈ្មោះគាត់គេមើលមកលែងល្អប៉ុន្តែខ្ញុំសូមចិត្តថាយើងយល់ពីខ្លួនយើងច្បាស់ហើយយើងអាចទប់បានប៉ុណ្ណាបើសិនជាយើងពិបាករបស់ដែលត្រូវកាត់គឺត្រូវតែកាត់ចោលផ្ទះថ្មីឡានល្អអីជួនកាលទុកវាមួយដុំសិនថ្ងៃក្រោយបើយើងរឹងមាំយើងយកបានវិញប៉ុន្តែបើយើងបដែតបដោយអោបអាហ្នឹងស្មើនឹងអោបទុកអោបដុំភ្លើងទៅរហូតមួយយើងសួរថាយើងទៅបានប៉ុណ្ណាចង្អាយប៉ុណ្ណាទៀតអញ្ចឹងសូមឲ្យបងប្អូនដែលពិបាកខ្ញុំគិតថាកាត់ចោលអញ្ចឹងខ្ញុំជួបភ្ញៀវខ្ញុំច្រើនភ្ញៀវខ្លះគាត់ចិត្តគាត់ច្បាស់ហ្មងគាត់ដឹងថាបើសិនតែគាត់ទុកបន្តទេអាហ្នឹងដូចមហារាជអញ្ចឹងគាត់អត់មានថ្ងៃងើបទេគាត់កាត់អាហ្នឹងហើយចំណុចចុងក្រោយបំផុតគឺយកពេលវេលាហ្នឹងមកកសាងអាចំណូលថ្មីអាជីវកម្មថ្មីចាបងអញ្ចឹងបើសិនជាគាត់នៅបដែតបដោយដូចចំណុចខាងលើក៏អត់មានពេលដើម្បីយកមកបដោតកសាងចំណូលថ្មីទេថ្ងៃនៅតែកើតទុករឿងថាធនាគារមកទាលុយមកកើតទុករឿងថាតិចអញបាត់អានេះអញបាត់អានោះអត់មានពេលមកបដោតហើយមនុស្សយើងសំខាន់អារម្មណ៍ចិត្តយើងហ្នឹងតែចិត្តយើងវាមានបញ្ហាយើងទុនភ្យាយយើងចាញ់ហើយទៅធ្វើអីអត់បានទេបាទអញ្ចឹងសូមអាហ្នឹងសូមគឺថាកាត់បានហើយយកពេលហ្នឹងមកបដោតកសាងចំណូលយើងថ្មីវិញយើងចំណូលយើងជោគជ័យយើងធ្វើអីអាចបានដូចមុនឬល្អជាងមុនទៀតអូខេអរគុណបងមែនតើខ្លឹមសារល្អមែនតើរឿងធំនៅពេលដែលអត់មានលុយបង់ធនាគាររឿងធំបំផុតណារក្សាជំហរឲ្យនឹងណសិនកុំតាន់ធ្វើអីផ្ដេសផ្ដាស់ដូចបងលើកចឹងកុំតាន់សម្រេចចិត្តថាទៅខ្ចីលុយពីក្រៅថែមយកមកបង់ធនាគារអានឹងខុសមែនតើហ្មងហើយវាកាន់តែធ្វើឲ្យជំងឺនឹងវាអត់ស្រាលបងវាទៅជារីកធំឡើងហើយមានប្រមាណចំណុចទៀតដែលបងបានជំរាបជូនខាងលើគឺសិតសឹងតែជារឿងល្អមែនតើហើយអរគុណបងច្រើនមែនតើសម្រាប់ចំណាយពេលវេលាថ្ងៃនេះគឺទទួលបាននៅបទពិសោធន៍ច្រើនមែនតើចេញពីបទសម្ភាសន៍របស់យើងក្នុងថ្ងៃនេះចុងក្រោយបងមានអីជាសារសំខាន់សម្រាប់អ្នកអូស៊ីស្រុកយើងណាតាក់ទងជាមួយនឹងហិរញ្ញវត្ថុនៅស្ថានភាពនេះបាទអរគុណក្នុងនាមខ្ញុំនៅវិស័យហិរញ្ញវត្ថុយូរឆ្នាំដែរហើយខ្ញុំធ្វើការច្រើនជាពិសេសជាមួយបងប្អូនអាជីវករអ្នកចាប់ផ្ដើមអាជីវកម្មថ្មីអ្នកមានអាជីវកម្មចាស់ស្រាប់អ្នកយុវជនជំនាន់ក្រោយកសាងអាជីវកម្មថ្មីជាពិសេសជាមួយអ្នកដែល
ដើរហើយជួបបញ្ហាហើយយើងដោះស្រាយជាមួយគ្នាខ្ញុំគិតថាខ្ញុំមានសារ 3-4 ចំណុចធំដែលបងប្អូនអាចពិចារណាខ្ញុំគិតថាយើងអាចពង្រីកអាជីវកម្មរបស់យើងហើយប្រហែលជាយើងអាចឆ្លៀតប្រើកម្ចីធនាគារដើម្បីពង្រីកអាជីវកម្មយើងពេលនេះដែរព្រោះទីផ្សារឥឡូវយើងមើលឃើញអស់គ្នាយើងមានចំនួនមួយប្រទេសជិតខាងយើងបិទការនាំចូលទំនិញប្រើប្រាស់មួយចំនួនធំអញ្ចឹងជាឱកាសមួយមកដល់សម្រាប់សហគ្រិនអ្នកផលិតក្នុងស្រុកអញ្ចឹងបើសិនជាគាត់ត្រូវការពង្រឹងឬក៏ត្រូវការពង្រីកប្រតិបត្តិការអាជីវកម្មចង្វាក់ផលិតកម្មរបស់គាត់អាចឆ្លៀតពេលប្រើកម្ចីហ្នឹងប៉ុន្តែសូមផ្ដាំទៅប្រើឲ្យត្រូវប្រើក្នុងន័យថាធ្វើម៉េចឲ្យអាជីវកម្មហ្នឹងវាមានវឌ្ឍនភាពទៅមុខឧទាហរណ៍ថាពង្រីកប្រតិបត្តិការផលិតកម្មរបស់គាត់ម៉ាស៊ីនទំនើបជាងមុនការប្រព័ន្ធគ្រប់គ្រងល្អជាងមុនអញ្ចឹងពេលហ្នឹងអាជីវកម្មរបស់គាត់ខ្លាយជាអាជីវកម្មស្តង់ដារពេលដែលវាស្តង់ដារពេលហ្នឹងយើងជួយឲ្យខ្លះអាតម្លៃថ្លៃដើមក្នុងប្រតិបត្តិការចាំថ្ងៃធ្លាក់ចំណេញខ្ពស់ជាងមុនយើងកសាងបានប្រព័ន្ធមួយរឹងមាំយើងផលិតបានទំនិញមួយដែលល្អទំនិញល្អមានន័យថាវានឹងទៅរហូតក្នុងការជំនួសទំនិញដែលនាំចូលដែលនិន្នាការឥឡូវនេះខ្ញុំគិតថាប្រជាជនយើងងាកមកគ្រប់គ្រងស្ទើរតែទាំងអស់គ្នាអញ្ចឹងបើយើងចេះពង្រឹងខ្លួនឯងដើម្បីឲ្យវាទៅជួបគ្នាជាមួយនឹងប្រជាជនគាត់ចង់គ្រប់គ្រងហើយយើងពង្រឹងខ្លួនឯងឲ្យច្បាស់ថាប្រជាជនអាចធ្វើការមួយយើងយូរវែងអាហ្នឹងយើងទៅទាំងអស់គ្នាអាហ្នឹងជាចំណុចទី2ចំណុចទី3ខ្ញុំសូមណែនាំថាក្នុងការប្រើធនាគារជាដៃគូមិនថាយើងក្នុងការសន្សំក្នុងការវេប្រាក់ឬក៏ជាពិសេសគឺកម្ចីក្តីខ្ញុំណែនាំថាសូមបងប្អូនកុំប្រើធនាគារតែមួយក្នុងន័យនេះមិនមែនមានន័យថាត្រូវទៅជាប់បំណុលច្រើនទេអត់មានន័យអញ្ចឹងបងប្អូនត្រូវការកម្ចី 100000 បងប្អូននៅតែប្រើ 100000 ដែរប៉ុន្តែសូមកុំប្រើធនាគារតែមួយព្រោះជួនកាលធនាគារមួយមានរឿងច្រើនណាខ្ញុំគិតថាអ្នកដែលរកស៊ីនៅកម្រិតទាបក៏អត់សូវជួបបញ្ហាហ្នឹងទេតែអ្នករកស៊ីកម្រិតមធ្យមឲ្យធំភាគច្រើនគាត់យល់អាហ្នឹងច្បាស់ជាងពួកខ្ញុំរៀនពីគាត់អញ្ចឹងពេលដែលគាត់ធ្វើការមួយធនាគារមួយពេលខ្លះគាត់អត់មានតំណែងមួយធនាគារផ្សេងទៀតទេអញ្ចឹងពេលដែលគាត់ត្រូវការអីមួយចាំបាច់ជួនកាលធនាគារមួយដែលធ្វើការមួយគាត់ហ្នឹងគេថាឥឡូវគេបិទអនុទានមករយៈអត់ចេញគេថាឥឡូវអនុទានប៉ុណ្ណឹងយោងតាមប្រវត្តិបងអញ្ចឹងត្រូវការអនុម័តទៅដល់នៅឌូបៃនៅអាមេរិកនៅ UK អញ្ចឹងគេត្រូវការពេលហ្មងហើយជួនកាលគេថាបងខុសលក្ខខណ្ឌអាលុយចូលកុងបងវាស្ទើរបន្តិចអញ្ចឹងអត់ឲ្យអញ្ចឹងឧទាហរណ៍បែបហ្នឹងគឺកៀងបាត់ហើយស្តាក់អាការងារយើងប្រតិបត្តិការអាជីវកម្មបាត់ហើយអញ្ចឹងបានគេណែនាំថាយើងត្រូវការធ្វើការមួយធនាគារយ៉ាងតិច2មានតំណែងមួយធនាគារយ៉ាងតិច2ពេលដែលមានបញ្ហាជួនកាលធនាគារទី1ចម្បងមកគាត់ជួយគាត់បានប៉ុន្តែធនាគារទី2ដូចជីបម៉ុងយើងនិយាយហើយនិយាយទៀតយើងយល់ចិត្តគាត់អញ្ចឹងឯកសារស្រួលបានប្រសិទ្ធក្នុងការធ្វើការលឿនដូចខ្ញុំបញ្ជាក់អញ្ចឹងអ្នកអនុម័តកម្ចីពួកខ្ញុំនៅនេះអង្គុយលើតុតែមួយដូចយើងអង្គុយអញ្ចឹងភាគទុននឹកគាត់អង្គុយនៅនឹងតាគាត់អត់មាននៅឌូបៃគាត់អត់មាននៅអាមេរិកអីទេជជែកគ្នាតែម្ដងឲ្យបានបើថាមិនឲ្យបានជំរាបភ្ញៀវវិញបងមិនគួរទៅអញ្ចឹងរតំណែងមួយធនាគារខ្ញុំគិតថាយ៉ាងតិច2ទោះបីជាកម្ចីក្តីឬក៏អន្សំក្តីហើយពេលដែលបងប្អូនធ្វើការធំបងប្អូនត្រូវការបរិយាអីមួយបងប្អូនច្បាស់ត្រូវការហិរញ្ញវត្ថុជួយគ្រប់គ្រងជាឆ្អឹងខ្នងពីក្រោយអញ្ចឹងបើសិនជាហិរញ្ញវត្ថុយើងលឿនហិរញ្ញវត្ថុយើងយល់ចិត្តយើងអាហ្នឹងខ្ញុំគិតថាលទ្ធភាពដែលយើងជោគជ័យក្នុងផែនការអាជីវកម្មរបស់យើងចង់ធ្វើអីក៏វាលឿនដែរបងសូមបងប្អូនយល់ពីអាហ្នឹងខ្ញុំនិយាយឲ្យនិយាយទៀតគឺថាកុំមានតំណែងធនាគារតែមួយបាទហើយចំណុចចុងក្រោយមួយទៀតខ្ញុំអាចនិយាយបានថាយើងធ្វើការមួយធនាគារប៉ុន្តែមិនមែនមានន័យថាត្រូវទៅធ្វើមួយជីបម៉ុងទេក្នុងន័យនេះយើងធ្វើការមួយធនាគារយើងព្យាយាមធ្វើការមួយធនាគារណាដែលយល់ចិត្តយើងដោយធនាគារដែលយល់ពីអាជីវកម្មយើងយល់ពីតម្រូវការយល់ពីភាពបត់បែនមិនមែនធនាគារដែលចង់បានកម្ចីការប្រាក់ពីបងប្អូនហើយអត់គិតពីចំណេញខាតឬក៏អនាគតយូរអង្វែងរបស់បងប្អូនទេ
អាហ្នឹងមិនមែនឈ្នះទេឈ្នះចាញ់ឈ្នះមួយចាញ់មួយជាបាទសូមអរគុណ អូខេអរគុណបងច្រើនមែនទែនសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះហើយខ្ញុំគិតថាបងប្អូននឹងទទួលបាននៅគំនិតយោបល់ច្រើនមែនទែនពីអ្នកជំនាញរបស់ធនាគារ Chipmunk ហើយសង្ឃឹមថាវីដេអូនេះនឹងជួយដល់បងប្អូនទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលកំពុងតែមានបញ្ហាទៅលើកម្ចីក៏ដូចជាមានបញ្ហាទៅលើអាជីវកម្មមួយចំនួនហើយអរគុណបងសុភ័ក្រមែនទែនសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះហើយសម្រាប់វីដេអូនៅក្នុងថ្ងៃនេះដែរក៏សូមអរគុណទៅដល់សន្តាគារ Fairfield by Marriott ភ្នំពេញដែលបានផ្ដល់ទីតាំងដ៏ស្រស់ស្អាតនៅក្នុងការធ្វើបទសម្ភាសន៍នៅក្នុងថ្ងៃនេះហើយវីដេអូនេះដែរពីខ្ញុំហើយនឹងបងសូមអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត